បងប្អូនដែលព្រួយបារម្ភថាយើងរៀបចំបុណ្យចូលឆ្នាំកសង្ក្រាន្តធ្វើឲ្យសបាយភ្លើតភ្លើនភ្លេចទៅដល់ទុក្ខលំបាកជនភៀសសឹកនិងកងទ័ពនិងទឹកដីអត់ទេទីមួយខ្ញុំសូមបញ្ជាក់រឿងទឹកដីរាជរដ្ឋាភិបាលនិងប្រជាជនអត់ដែលភ្លេចទេការធ្វើការងារចរចាការធ្វើការងារការពារនៅតែបន្តធ្វើទោះបីជាយើងអបអរសាទរ 3-4 ថ្ងៃហ្នឹងក៏អត់ភ្លេចធ្វើដែរនៅក្នុងការការពារទឹកដីរបស់យើងបាទបូរណភាពទឹកដីរបស់យើងនៅតែបន្តតទៅទៀតបាទទី2តើយើងអាចធ្វើបានទេទាំងអបអរឆ្នាំថ្មីនិងមិនភ្លេចដល់កងទ័ពនិងជនភៀសសឹកនេះដែលខ្ញុំបានឲ្យគោលការណ៍បាទថាយើងរៀបទី1រៀបឲ្យសពរូបផ្ដោតទៅលើប្រពៃណីវប្បធម៌របស់យើងផ្ដោតទៅលើសាមគ្គីជាតិភាពរឹងមាំរបស់កម្ពុជាជាពិសេសក្នុងដំណាក់កាលលំបាកបំផុតត្រូវបង្ហាញនៅភាពសាមគ្គីភាពនិងភាពរឹងមាំរបស់ជាតិមួយបាទអញ្ចឹងយើងធ្វើអីយើងរៀបចំតាមប្រពៃណីជាតិសកម្មភាពអីដែលធ្វើតាមដែលខ្ញុំដឹងការគិតគូរត្រួសត្រាសយើងយកទាំងពីរតែម្ដងការរៀបចំប្រពៃណីក៏ត្រូវរៀបចំដែរឲ្យប្រជាជនមកមានចរន្តសេដ្ឋកិច្ចតែនៅក្នុងនោះយើងមិនត្រូវរំលេចឬបំភ្លេចអំពីជនភៀសសឹកជាងខ្ញុំសួរគេរៀបចំស្អីខ្លះដែលគិតនឹងទី1នៅក្នុងកម្មវិធីនេះនឹងមានរៀបចំការបំផុសសិល្បករឬមួយប្រជាពលរដ្ឋមួយចំនួនដើម្បីទៅជួបជនភៀសសឹកអបអរសាទរជាមួយគាត់កុំភ្លេចគាត់មានអារម្មណ៍ផ្លូវចិត្តមានការលំបាកពេលចូលឆ្នាំកុំឲ្យគាត់នៅត្មងត្មោកទៅលេងគាត់ទៅជួយគាត់នឹងទី1គេរៀបចំឲ្យខ្ញុំគ្រប់គ្រងលើកិច្ចការនេះបាទបើសិនយើងមិនធ្វើត្រឹមតែមកអង្គុយសងោសង្ងាត់នៅផ្ទះឲ្យចុច like share វាអត់ទេបំផុសការចូលរួមទៅសួរសុខទុក្ខជនភៀសសឹកតែម្ដងតែហ៊ាននៅមុខយើងអត់អាចទៅពេលនេះទេព្រោះគេនៅត្រៀមប្រយុទ្ធបើពេលអត់ប្រយុទ្ធគេទៅរួមទៅអីតែក៏មានការជួយតាមរូបភាពផ្សេងទី2គ្រប់ស្តង់ទាំងអស់នឹងវេទិកាតាមតែខ្ញុំដឹងគឺរៀបចំរូប poster ដែលបង្ហាញអំពីទី1វរៈភាពរបស់វរៈកងទ័ពវរៈនគរបាលជាតិវរៈរបស់យើងនៅក្នុងការពារទឹកដីនេះឬជាការផ្លេចអត់ទេប៉ុន្តែផ្ទុយទៅវិញយកពិធីនេះដើម្បីបំផុសការចងចាំអំពីគុណបំណាច់របស់វរៈកងទ័ពរបស់យើងវរៈនគរបាលជាតិនិងវរៈយុទ្ធជនយើងទាំងអស់ដែលកំពុងឈរជើងនឹងបានពលិដើម្បីជាតិមាតុភូមិនេះគឺជាការប្រមូលផ្ដុំដើម្បីរំលឹកគុណឡើងវិញនេះគឺជាតែយើងធ្វើបានទាំងពីរអបអរប្រមូលផងហើយយើងរៀបចំអានឹងផងបាទទី3គឺរាល់មូលនិធិដែលមានរៀបចំទីហោការលក់អីបោះសសចក 100% យកថវិកានេះទៅជួយជនភៀសសឹកនិងជួយយោធិនវរៈកងទ័ពរបស់យើងទី2វិស័យឯកជនដែលចូលរួមក្នុងពិធីហ្នឹងគេអាចថាបដិភាគឬមួយអីតាមការចាក់ស្ដែងហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនរបស់យើងបាទបើក្រៅពីកម្មវិធីដែលសសយករៀបឬមួយអីរៀបប្រជាពលរដ្ឋយើងបើតាមមានពេលទៅលេងជនភៀសសឹកយើងសួរសុខទុក្ខគាត់កុំឲ្យគាត់នៅសងោស្ងាត់នេះគឺជាការបំផុសយើងអត់ដេកស្ពឹកនៅកន្លែងទេតែយើងធ្វើសកម្មភាពហើយធ្វើសកម្មភាពអត់អាចភ្លេចទេគឺបង្កើនភាពកក់ក្ដៅនិងខ្មែរជួយខ្មែរនៅក្នុងឱកាសលំបាកហើយជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទេបុណ្យចូលឆ្នាំថ្មី